Song Tune Dune Lok Se Thay Na Nep Bong Ra នៅវេលាពេលព្រឹកពន្លឺព្រះអាទិត្យបានជះរស្មីមកលើផ្ទះបុរាណមួយខ្នងដែលជាផ្ទះរបស់លោកសេដ្ឋីលោកសេដ្ឋីក្រៅពីប្រឡំដោយកម្លាំងកាយមាំមួននិងបានរៀបចំខ្លួនដោយគ្រឿងអលង្ការដ៏ប្រណិតរបស់គាត់អ្នកបម្រើម្នាក់មានឈ្មោះលីតាអ្នកបានធ្វើការសម្អាតបរិយាកាសជុំវិញផ្ទះរបស់លោកសេដ្ឋីដោយចិត្តមិននឿយណាយនិងហត់នឿយឡើយលោកសេដ្ឋីមើលទៅការងារអ្នកបម្រើដោយដាក់បន្ទុកថាមើលទៅគ្មានអ្វីរីចម្រើនសោះគ្រាន់តែជាការងារធម្មតាលោកសេដ្ឋីក៏បានធ្វើបាបនាងលីតាដែលជាអ្នកបម្រើឲ្យរែកអំរែកអង្គដែលកាត់ចំការស្រូវអ្នកភូមិឃើញហើយក៏លួចអាណិតក៏ជួយសម្រាប់ការងារដល់នាងលីតាដែលមានចិត្តសប្បុរសចេះសន្តោសគ្រប់សពសត្វមានចិត្តមេត្តាប្រណីអ្នកភូមិឃើញបែបនេះហើយក៏សរសើរនាងដោយស្ងាត់ថ្ងៃនេះលោកសេដ្ឋីមានចិត្តកត់ខឹងជាខ្លាំងដែលការទន្ទឹងរង់ចាំរបស់គាត់នៅផលដំណាំស្រែរបស់គាត់មិនទាន់បានទទួលផលដោយបំណងរបស់គាត់សោះភាពអន្តេសារបស់គាត់ធ្វើឲ្យគាត់នឹកកាន់តែខឹងដល់អ្នកបម្រើតែបម្រើការងារជូនគាត់ធ្វើឲ្យគាត់មិនមានសេចក្តីស្ងប់នៅក្នុងចិត្តសោះនៅពេលដែលគាត់ក៏ខឹងម្ដងបន្ទាប់មកលោកសេដ្ឋីក៏បានសម្រាប់លើក្រាំដើមឈើមួយដើមគិតសារឡើងវិញដកដង្ហើមមួយតើសេចក្តីសុខពិតប្រាកដរបស់គាត់ជាភាពអន្តេសានោះតាមែនទេនៅព្រឹកបន្ទាប់នាងលីតាបានមកប្រតិបត្តិបម្រើជូនលោកសេដ្ឋីដែលយកទឹកមួយជុំលោកដោយមិនចាំបាច់មានការសុំអ្វីឡើយលោកសេដ្ឋីបន្ទាប់ពីគិតសារឡើងវិញនៅកំហុសខុសឆ្គងដែលមានការក្រោធខំនៅក្នុងចិត្តពេលនេះលោកបានកាយប្រែហើយពីព្រោះលោកមើលឃើញថាសេចក្តីសុខពិតប្រាកដគឺមិនមែនភាពអន្តេសានឹងការចង់បានយ៉ាងលឿននោះទេអ្នកសុខអ្នកភូមិនាងលីតាសប្បាយចិត្តជាខ្លាំងនៅពេលដែលឃើញលោកសេដ្ឋីបានកាយប្រែដែលមានចិត្តសំដោះប្រណីដល់អ្នកបម្រើនិងសពសត្វដែរពេលនេះលោកសេដ្ឋីនិងនាងលីតាប្រៀបដូចជាមិត្តភក្តិនឹងគ្នាពេលថ្ងៃរៀបលេចអ្នកទាំងពីរបានដើរមើលដីស្រែចម្ការរបស់លោកសេដ្ឋីដោយសេចក្តីរីករាយលោកសេដ្ឋីបានជូនជាអំណោយដល់នាងលីតាដែលមានការខិតខំប្រឹងប្រែងបម្រើប្រតិបត្តិលោកនិងធ្វើស្រែចម្ការជូនលោកបានផលយ៉ាងច្រើនសេចក្តីសុខពិតប្រាកដមិនមែនកើតចេញពីការអន្តេសានៅការចង់មានចង់បានចាប់រហ័សពេកនោះទេព្រោះអ្នកបម្រើការងារដែលមានភាពស្វាហាប់និងស្មោះត្រង់គួរតែមានការលើកទឹកចិត្តនិងសម្ដៅប្រណី